បាទនេះសកម្មភាពស្រូបយើងខ្ញុំកំពុងតែស៊ីចំណីមកបងប្អូនមើលតែគួរចាប់អារម្មណ៍ទេហ្នឹងហើយស្រូបយើងខ្ញុំគឺមកដល់ពេលនេះ2ខែ29ថ្ងៃហើយជិត3ខែហើយហើយមើលទៅពុកម៉ែបងប្អូនគួរឲ្យស្រឡាញ់ណាស់បង្រៀបគ្នាដូចម្រាមដៃអញ្ចឹងហ្នឹងហើយគឺថាស៊ីមែនតែននៅចំណៃរៀបគ្នាគឺថាមើលល្អមើលមែនតែនតែមិនដឹងចំណេញដឹងខាតអីទេដឹងតែស្អាតមើលទៅគឺថាភ្លឹងតែម្ដងហ្នឹងហើយប៉ុន្តែជ្រូកឥឡូវឡើងថ្លៃវិញហើយពុកម៉ែបងប្អូនជ្រូកឥឡូវឡើងថ្លៃវិញហើយហ្នឹងហើយយើងលេងសោកព្រួយបារម្ភហើយបើពុកម៉ែបងប្អូនដែលចិញ្ចឹមជ្រូកត្រៀមនៅគេថាទទួលផលគឺថារយៈពេល2ខែ29ថ្ងៃមើលទៅអានេះព្រៀតគ្នាស៊ីទេ8 7 6អីគឺដេញគ្នាដូចគេច្រិតអញ្ចឹងហ្នឹងហើយហើយមានឌីវមួយហ្នឹងហើយដូចខ្ញុំជម្រាបពីមុនមកអញ្ចឹងនេះមើលទៅគឺថាតំណងមែនតែនហ្នឹងហើយស៊ីនេះតាមចេកអាប់នៃចំណៃកន្ទក់ហ្នឹងហើយចាស៊ីមែនតែនមើលពុកម៉ែបងប្អូនមកឃើញរបៀបនេះបែបគួរចង់ចិញ្ចឹមណាស់តែមិនថ្មីទេឥឡូវយើងតែងទៅតនកូនវាថោកបន្តិចទៀតកូនវាឡើងថ្លៃវិញតែហេតុជាយើងមិនសូវមានលុយទិញទេហ្នឹងហើយចង់ចិញ្ចឹមមិនបានច្រើនដែរហ្នឹងហើយជ្រូកយើងត្រៀមនឹងឡើងថ្លៃវិញតិចទៅហើយឡើងក្រើតហើយហ្នឹងហើយជំរាបពុកម៉ែបងប្អូនគឺថាជ្រូកយើងត្រៀមឡើងថ្លៃក្រើតហើយពុកម៉ែបងប្អូនចង់ចិញ្ចឹមអាចរៀបចំត្រង់ឲ្យហើយទៅហើយចិញ្ចឹមហ្នឹងហើយក៏អរគុណពុកម៉ែបងប្អូនដែលតាមដានមើលវីដេអូនេះសូមមេត្តាជួយចុច Subscribe នៅ Channel ថ្មីរបស់ខ្ញុំម្នាក់មួយដាក់សញ្ញារូបបណ្ដឹងម្នាក់មួយផងដើម្បីទទួលបានការផុសថ្មីពីការថែទាំសុខភាពជ្រូកដោយពុំមានបញ្ហានៃជំងឺហើយនឹងបញ្ហាបច្ចេកទេសក្នុងការផ្ដល់នៃចំណីហ្នឹងហើយមានផ្ដាសាយខ្លះហើយពុកម៉ែបងប្អូនដោយសារខ្ញុំមិនទាន់បានចាក់ថ្នាំឲ្យមើលទៅនេះមានផ្ដាសាយខ្លះដោយសារខ្ញុំបាញ់ទឹកយកវាធ្លាប់នៅតែត្រង់អង្កាមដែលយើងយកមកត្រង់បាញ់ទឹកគឺមានផ្ដាសាយហ្នឹងហើយពីរថ្ងៃទៀតខ្ញុំនឹងបង្ហាញកូនជ្រូកដែលខ្ញុំដាក់នៅលើត្រង់អង្កាមថ្មីនេះគឺមានឈ្មោលមួយបើពុកម៉ែបងប្អូនណាចង់បានឈ្មោលប្រភេទជ្រូកបា CP ពងល្អបែបនេះគឺថាអាចកំងបានគឺខ្ញុំនឹងរៀបចំជូនឲ្យហើយគឺថាថោកទេហ្នឹងហើយឥឡូវនេះស្រូបយើងកំពុងតែស៊ីល្អមើលមែនតែនពុកម៉ែបងប្អូនហើយមើលមែនតែនហើយមើលនេះអី8 គីឡូពុកម៉ែបងប្អូនមើលផ្លូវហ្នឹងនេះឃើញណាតំណងនេះពុកម៉ែបងប្អូនផ្លូវវាមើលក៏ព្រុចតែម្ដងគួរតំណងណាផ្លូវវាមើលនេះមកគូតគេហងតំណងសាច់ផ្លូវគឺថាអាជីវករក្នុងផ្សារដែលគាត់យកជ្រូកយើងយកទៅក៏គាត់ចូលចិត្តគឺថាបានផ្លូវធំតែម្ដងផ្លូវនេះមួយបងប្អូនមើលទៅផ្លូវធំហ្នឹងហើយផ្លូវធំតែម្ដងហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងទេសូមអរគុណពុកម៉ែបងប្អូនដែលតែងតែតាមដានទស្សនានៅវីដេអូនេះហ្នឹងហើយសូមអរគុណសូមជម្រាបលា